កាលពីព្រេងនាយមានចាបស្រុកនិងចាបព្រៃដើររកស៊ីដោយពួកជារាល់ថ្ងៃខាងចាបស្រុកមានមេបាប្រដៅថាបើរកស៊ីកុំជជែកឆ្លោះគ្នាឲ្យលឺមាត់កឹកកងឡើយឲ្យប្រយ័ត្នខ្លួនបើព្រានវាវាយលុបត្រូវឲ្យបបួលគ្នាទំហើទូលលុបឲ្យរបើកដើម្បីនឹងឲ្យរួចរស់ជីវិតពួកចាបស្រុកក៏ធ្វើតាមដំបូន្មានមេបាប្រដៅតែងដើររកស៊ីមិនសូវហ៊ានមាត់ឲ្យលឺជាកឹកកងទេដើម្បីសុវត្ថិភាពយើងត្រូវតែនៅស្ងៀមស្ងាត់និងប្រុងប្រយ័ត្នជានិច្ចដោយដែលម៉ែឪយើងប្រដៅលុះថ្ងៃមួយពួកចាបព្រៃនិងពួកចាបស្រុកបានហើរចេញទៅរកស៊ីក៏ជួបប្រទះវងគ្នានៅដើមត្រែងមួយគុំនៅមាត់ទឹកនឹងហើយទីនេះមានចំណីច្រើនណាស់ពួកយើងទំនៅខាងក្រោមនេះចុះហើយក៏មាត់លឺពេកអូយឈឺណាស់អាពួកចាបស្រុកខាងលើធ្វើអីហ្នឹងដោយការខាងសម្បាចាបព្រៃមិនបានសួរនាំហេតុផលឡើយក៏និយាយទៅកាន់ទៅចាបស្រុកភ្លាមដោយសេចក្តីខាងសម្បាហេតុអីក៏កាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកយើងពួកឯងចង់ធ្វើបាបពួកយើងមែនទេខ្ញុំមិនបានធ្វើទេឯងភូតខ្ញុំមិនដឹងមែនបន្ទាប់ពីចាបព្រៃស្ដីបន្ទោសរួចមកចាបស្រុកដឹងខ្លួនថាខុសឆ្គងដោយអចេតនាក៏បានព្យាយាមប្រាប់ទៅចាបព្រៃវិញដោយសម្ដីសុភាពរាបសារយើងមិនបានកាត់មែកត្រែងឲ្យបាក់ត្រូវបងឯងទេគឺមែកត្រែងវាបាក់ធ្លាក់មកដោយខ្លួនឯងទេតើកុំខឹងអីណាថ្នមទៅពួកចាបព្រៃជាពួកដែលគ្មានការអប់រំទើបមិនពិចារណាឲ្យឃើញខុសត្រូវក៏បបួលគ្នាបង្កហេតុបង្កើតជាចំនួននឹងពួកចាបស្រុកឬមាត់ជាកេងកងរំពងឡើងយើងមិនជឿទេពួកឯងមានចេតនាចង់ធ្វើបាបពួកយើងត្រូវតែសងសឹកឡូឡាស្ងាត់ទៅពួកព្រានឮមាត់ចាបនៅគុំត្រែងនោះច្រើនក៏លបដើរមកយ៉ាងស្ងៀមស្ងាត់រួចក៏យកលុបទៅវាយគ្របត្រូវទាំងអស់គ្នាពួកចាបទាំងនេះឆ្លោះគ្នាលឺខ្លាំងណាស់ជាឱកាសល្អរបស់អញហើយថ្ងៃនេះបានស៊ុបចាបស៊ីមិនខានចាបទាំងពីរពួកនេះបានត្រូវលុបព្រានគ្រប់ជាប់ហើយជំនួសឲ្យការរួមដៃគ្នាក៏នៅតែមិនព្រមឈប់ជាប់ឆ្លោះគ្នាទៀតឃើញទេដោយសារពួកឯងឡូឡាទើបយើងត្រូវជាប់អន្ទាក់ព្រានទាំងអស់គ្នាបែបនេះនៅក្នុងលុបដ៏ចង្អៀតចាបស្រុកចាប់ផ្ដើមស្ដីបន្ទោសទៅចាបព្រៃដោយសារតែភាពមានះមិនព្រមស្ដាប់ហេតុផលបើពួកឯងគ្រាន់បើហេតុមិនដាច់ក៏មិនបំរាស់ឲ្យរួចពីលុបទៅចាបព្រៃមិនត្រឹមតែមិនដឹងកំហុសទេថែមទាំងនិយាយតបតទៅចាបស្រុកវិញដោយពាក្យឌឺដងចុះបើពួកឯងគ្រាន់បើដែរហេតុមិនដាច់ក៏មិនបំរាស់ឲ្យរួចពីលុបនេះទៅចាបទាំងពីរពួកបានតែពាក្យបញ្ជូនគ្នាទៅវិញទៅមកវែកញែករកត្រូវខុសរៀងខ្លួនដោយមិនគិតគូររកវិធីបំរាស់ឲ្យរួចជីវិតសោះពួកឯងអ្នកខុសពួកឯងទេជាអ្នកខុសល្ងងណាស់តាមគិតទៅបើពួកគេព្រមព្រៀងគ្នាទូលលបឡើងនោះពួកគេប្រកាសជានឹងអាចហោះរួចខ្លួនបានយ៉ាងងាយស្រួលឈប់ឆ្លោះគ្នាទៅជួយគ្នាទូលលបឡើងលឿនឡើងតន់ព្រៀនមិនតន់មកដល់ប៉ុន្តែពួកចាបព្រៃដែលមានចិត្តម្នះនិងពោពេញដោយកំហឹងមិនព្រមសហការឡើយមិនព្រមទេពួកយើងមិនជួយពួកឯងឡើយចាំមើលអ្នកណាខ្លាំងជាងលុះព្រានព្រៃមកដល់ក៏ចាប់បានចាបទាំងអស់ដាក់ក្នុងថង់យកទៅពិឃាតខ្សែជីវិតអស់ទៅរួចទៅណាឈ្នះមកនៅក្នុងបាវអញទាំងអស់គ្នាមកនេះហើយចាបស្រុកជាពួកចាបល្អតែខកខ្លួនមករកស៊ីជួបនឹងហ្វូងចាបព្រៃជាពួកប្រព្រឹត្តអាក្រក់ខ្វះការពិចារណាក៏មានរឿងឆ្លោះ